ការប្រកួតចាប់ផ្ដើមនៅម៉ោង 3:30 នាទីលើទីលានបាល់ទាត់វិទ្យាល័យដេជោសែនសំរោងលោកកញ្ញាកណ្ដាលឆនបញ្ញាគឺជាអ្នកបញ្ជាការប្រកួតបាទម្ចាស់ផ្ទះឧត្តមមានជ័យឯកសណ្ឋានពណ៌ខៀវភ្ញៀវសៀមរាបឯកសណ្ឋានពណ៌លឿងបាទត្រង់នេះគឺជាការសម្រុកទៅហើយក៏បញ្ជូនហើយបន្ទាប់មកទៀតបាទការកាត់ត្រង់នេះបានយ៉ាងល្អកីឡាករហ៊ានសុកហេងបាទជាអ្នកបាទ tap in បញ្ចូលទីឲ្យក្រុមម្ចាស់ផ្ទះនាំមុខ1-0តាំងពីនាទីទី2បន្តមកទៀតមានការសម្រុកពីក្រុមភ្ញៀវសៀមរាបបាទជារឿយដូចគ្នាដែរក្រុមម្ចាស់ផ្ទះក៏មិនទុកឲ្យអ្នកចាំទីរបស់ក្រុមភ្ញៀវទំនេរនោះដែរដល់នេះជាការបន្តចូលទៅហើយតែតពីក្រោមបាល់ដោយហ៊ុនសុផានិតមិនចំគោលដៅបាទការប្រឹងប្រែងនិងសម្រុកបន្តទៀតពិសេសការចូលចិត្តលេងបោះចោះនិងការលេងចេញពីស្លាបឆ្វេងស្ដាំត្រង់នេះវីវិសាលជាអ្នកបាទប៉ុនប៉ងតែមិនបានសម្រេចពីក្រៅប្រអប់ត្រង់នេះមិនទាត់ទេហើយរុញមកខាងស្ដាំវិញឲ្យសីហាបាទទាត់កាត់ចូលទៅខាងក្នុងចាប់បាននៅអ្នកចាំទីម៉ូឆានុនបើការឃ្លៀបាល់ត្រង់នេះមិនបានល្អហើយប្រធានក្រុមសូថាណាត់បញ្ជូនទៅនឹងតែតបញ្ចូលទីបានយ៉ាងល្អដោយកីឡាករប៊ុនម៉ៅគ្រាប់បាល់តាមស្មើរបស់ក្រុមភ្ញៀវសៀមរាបទល់នឹងម្ចាស់ផ្ទះឧត្តមមានជ័យត្រង់នេះសីហាបន្តទៅលោតទាត់មិនបានសម្រេចទាត់បន្ថែមក៏មិនចំបាល់ល្អសៀមរាបនៅតែបន្តដាក់សម្ពាធហើយត្រង់នេះបាទថនសីហាបញ្ជូនទៅវីវិសាលទប់មួយទាត់តែបាល់នេះរំលងរបាទីជាឱកាសរបស់ក្រុមម្ចាស់ផ្ទះវិញម្ដងត្រង់នេះជាវចិនឈៀនបាល់ខ្ទាតមកបុកទ្រូងរបស់គេក្រឡកខ្លាំងមិនអាចបន្ថែមបញ្ចូលទីបានទេសៀមរាបមានការបញ្ជូនកាត់ត្រង់នេះតែអ្នកចាំទីម៉ូឆានុនចាប់បាល់បានបន្តទៀតត្រង់នេះបាទការឈិបបាទពីលើអ្នកចាំទីបានយ៉ាងល្អតាមរយៈការបញ្ជូនដោយបាទបញ្ហាបាទធ្វើឲ្យកីឡាករតាំងដេវីតអាចរកបានគ្រាប់បាល់ទី2ឲ្យក្រុមភ្ញៀវហើយត្រង់នេះសើតែនឹងខ្លាចជាគ្រាប់បាល់ទៅហើយតែមិនបានសម្រេចនោះទេការសម្រុកបន្តបន្ទាប់ទៀតវីវិសាលត្រង់នេះបាទប្រឡែងឲ្យសីហាមិនបានត្រៀមខ្លួនធ្វើឲ្យខ្សែការពាររបស់ឧត្តមមានជ័យកាត់ផ្ដាច់បានការទប់ខ្ទាតត្រង់នេះផ្ដាច់ដោយជញ្ញហៅក៏មានការប៉ុនប៉ងពីក្រៅប្រអប់ដែរតែមិនចំគោលដៅបាល់ជ្រុងរបស់ឧត្តមមានជ័យបាទការតែតត្រង់នេះរបស់សំភក្តីមិនចំគោលដៅនោះទេតទៅទៀតបាទក៏មានឱកាសបាទបន្តបន្ទាប់ពីក្រុមភ្ញៀវបាទខេត្តសៀមរាបការជាយាមបាទទាត់យកត្រង់នេះដោយថនសីហាហើយការបន្ថែមរបស់សវណ្ណខេមរាមិនបានសម្រេចមានបាល់ free kick មួយពីចម្ងាយបាទតែតទៅក៏ជះបាល់ចេញក្រៅដោយអ្នកចាំទីហឹមសុធាការលោតតែប្រជែងគ្នាត្រង់នេះរារាំងហើយក៏មានឱកាសទាត់បានត្រឹមតែរត់កាត់ពីមុខទីបាទគៀចុះគៀឡើងហើយក៏កាត់ចូលមកខាងក្នុងដល់ដៃអ្នកចាំទីល្មមអាញាកណ្ដាល